សត្វឆ្កែមួយក្បាលនេះដោយសារតែវាមិនបានត្រូវបានប៉ូលីសចរាចរណ៍ចាប់គិតថាសត្វមិនអាចឆ្លាតដល់ថ្នាក់នេះទេឆ្កែមួយក្បាលនេះប្រកាសជាមានបញ្ហាអ្វីដើម្បីទៀងទាត់ការសង្ស័យនេះប៉ូលីសចរាចរណ៍បានគូបន្ទាត់កង់មួយឲ្យវាដើរមកប៉ុន្តែសត្វឆ្កែមិនមានការភ័យស្លន់ស្លោដល់ជើងពីដើម្បីបង្កើនការលំបាកឲ្យខ្លួនឯងតែនៅពេលដែលការសង្ស័យកើតឡើងកំហុសក៏ត្រូវបានកំណត់រួចចុងក្រោយប៉ូលីសចរាចរណ៍នៅតែផាកពិន័យវាដែរគ្រាន់តែដោយសារតែវាដើរមិនដូចជាសត្វឆ្កែតតែគ្មានជំរឿសសត្វឆ្កែមានតែបន្តការដើរតលូតបន្តថ្ងៃមួយវាបានជួបក្មេងប្រុសម្នាក់កំពុងលំភ្លាមនោះវាក៏បានអូសគេឡើងមកលើគោបន្ទាប់ពីបើករត់ឲ្យរួចវាក៏ចាប់ផ្ដើមធ្វើចលនាបេះដូងឲ្យក្មេងប្រុសនោះប៉ុន្តែដោយសារតែទម្ងន់របស់សត្វឆ្កែស្រាប់ទោះបីជាធ្វើជាច្រើនដងចុកគ្នាក្មេងប្រុសនោះនៅតែមិនមានសញ្ញាដឹងខ្លួនឡើយដូច្នេះវាក៏បានរត់ទៅលើក្បាលស្ពានតម្រង់ទៅរកទីតាំងរបស់ក្មេងប្រុសរួចប្រមូលកម្លាំងក៏លោតឡើងដោយប្រើកម្លាំងរុញក្មេងប្រុសបានខ្ជាក់ទឹកចេញមកហើយត្រូវបានសង្កត់តែនៅពេលឃើញថាអ្នកជួយជីវិតខ្លួនគឺជាសត្វឆ្កែគេក៏បានសន្លប់បាត់ស្មារតីនៅពេលដឹងខ្លួនឡើងវិញសម្លៀកបំពាក់សាមនៅលើខ្លួនត្រូវបានដោះចេញអស់ហើយត្រូវបានហាយ៉ាងមានរបៀបរៀបរយនៅលើខ្សែក៏បានដឹងថាសត្វឆ្កែនោះគ្មានបំណងអាក្រក់ហើយទាំងបានដឹងឈ្មោះរបស់វាថា Bengo តាមរយៈផ្លាកឈ្មោះនៅបន្ទាប់ពីបានពិនិត្យយ៉ាងច្បាស់លាស់រួចមកគេក៏បានចង់សម្ព័ន្ធភាពជាបងប្អូនល្អជាមួយ Bengo ហើយបានសម្រេចចិត្តចិញ្ចឹមវាប៉ុន្តែដោយសារតែឪពុកម្ដាយមិនចូលចិត្តឆ្កែប្រុសបានត្រឹមតែលួចចូលផ្ទះយ៉ាងប្រុងប្រយ័ត្នបន្ទាប់ពីប្រកាសថាឪពុកម្ដាយមិននៅគេផ្ដល់សញ្ញាសម្ងាត់ឲ្យ Bengo ចូលមកប៉ុន្តែនៅពេលនោះ Bengo បែរជាងាកក្បាលដើរចេញទៅតាមពិតទៅវាត្រូវបានតាក់ទាញដោយឆ្កែ Teddy របស់អ្នកជិតក្មេងប្រុសក៏បង្ខំចិត្តនាំវាចេញទៅទាំងបង្ខំហើយសូមណែនាំប្អូនប្រុស Teddy ថាឯងមិនអាចគ្រប់គ្រងវាបានទេក្នុងថ្ងៃបន្ទាប់មក Bengo ត្រូវបានគេលាក់ទុកក្នុងបន្ទប់ជារៀងរាល់ថ្ងៃគេតែងតែក្រវីដៃលីម្ចាស់តូចរបស់គេដល់ពេលចេញពីយានគេឈរនៅមាត់ទ្វារដោយក្តីរំភើបហើយថយក្រោយពីជំហានត្រៀមខ្លួនក្នុងកាយវិការសម្រុកពើតែវាមិនមែនដើម្បីទទួលស្វាគមន៍ម្ចាស់តូចនោះទេដោយសារតែគេពិតជាទ្រាំលេងបានហើយក្មេងប្រុសបានរកឃើញថា Bengo ណាស់គ្រាន់តែចាប់ផ្ដើមលេងក្តាររំអិលភ្លាមគេក៏ចេះផ្លែធ្វើឲ្យអ្នកដាកាត់ដែលជាម្ចាស់សត្វចិញ្ចឹមផ្សេងទៀតលេងហ្គេមតែមិនបាច់និយាយដល់ទីបាននាំក្មេងប្រុសឈ្នះជាច្រើនហ្គេមជាប់គ្នាធ្វើឲ្យក្មេងដទៃទៀតមើលមកដោយក្តីចំណាយយ៉ាងខ្លាំងអ្វីដែលកាន់តែអស្ចារ្យនោះគឺ Bengo ក៏ជាសិស្សក្មេងប្រុសបានសួរគេថាតើស្ការ៉េនៃ9ស្មើនឹងប៉ុន្មាននៅឲ្យស្ងៀមយល់ទេបែបនេះហើយពួកគេក៏បានខ្លាចជាមិត្តល្អនឹងគ្នាប៉ុន្តែនៅថ្ងៃនេះពេលកំពុងលេងលាក់ខ្លួនក្មេងប្រុសមានការព្រួយបារម្ភយ៉ាងខ្លាំងគេហៅ Bengo យ៉ាងណាក៏គ្មានការឆ្លើយតបហត់ទៅវាព្រមចេញមុខមកដោយខ្លួនឯងក្មេងប្រុសនោះភ្នែកក្រហមញ៉ាំងហើយស្ដីបន្ទោស Bengo ខ្លាំងកុំធ្វើបែបនេះដាក់ខ្ញុំម្ដងទៀតឲ្យសោះឃើញ Bengo មើលទៅគួរឲ្យអាណិតក្មេងប្រុសនោះក៏បាត់ខឹងហើយចូលទៅលួងលោមតាមពិតទៅដោយសារតែភាពឯកោទើបគ្មានអ្នកណាលេង Bengo គឺជាមិត្តដំបូងបង្អស់របស់គេតាំងពីកើតមកដូច្នេះហើយក្មេងប្រុសនោះមិនចង់បាត់បង់តែរឿងល្អមិនស្ថិតស្ថេរដោយសារតែការផ្លាស់ប្ដូរការងាររបស់ត្រូវនាំក្រុមគ្រួសារទាំងមូលទៅរស់នៅទីក្រុងថ្មីនៅពេលល្ងាចក្មេងប្រុសនោះបានចោះរំទោចមួយចំនួននៅលើព្រៀមខ្លួនលួចនាំ Bengo ទៅជាមួយប៉ុន្តែមុនពេលចាក់ចេញ Bengo នៅមានរឿងដែលមិនទាន់បានសម្រេចឆ្លៀតពេលដែលក្មេងប្រុសនោះគេងលក់វាបានវាចេញពីប្រអប់ហើយលោតចេញតាមបង្អួចរត់ចេញបន្ទាប់មកវាបានខំកាត់ស្រោយស្រាសម្បាញ់ទៅរក Teddy ដែលវាស្រមៃចង់ជួបដើម្បីណាត់ជួបឃើញបែបនេះ Teddy ក៏ត្រូវបានតាក់ទាញភ្លាមនាំវាចូលទៅក្នុងទ្រុងឆ្កែរបស់ខ្លួនដើម្បីស្នាក់តែដល់ថ្ងៃបន្ទាប់ទើប Bengo đãចេញមកទាំងជើងញ័រត្រូវនឹកស្មានមិនដល់ថារឿងនេះបែរជាឃើញចាស់បានរៀបចំអីវ៉ាន់រួចរាល់ដើម្បីចាក់ចេញទៅហើយ Bengo បានរត់តាមពីក្រោយយ៉ាងអស់ពីកម្លាំងកាយចិត្តបន្ទាប់ពីក្មេងប្រុសបានឃើញក៏ប្រញាប់បើកបង្អួចចង់ឲ្យវាលោតឡើងមកលើប៉ុន្តែទិដ្ឋភាពនេះក៏ត្រូវបានឪពុកមើលឃើញដូច្នេះហើយគាត់ក៏បានបន្ថែមល្បឿនយ៉ាងទុកឲ្យ Bengo នៅដាច់ឆ្ងាយពីក្រោយប៉ុន្តែ Bengo មិនបានបោះបង់ដោយសាររឿងនេះឡើយវាបានដេញតាមក្លិនទៅមុខទៀតចំណែកឯក្មេងប្រុសដើម្បីកុំឲ្យវាវង្វេងផ្លូវរាល់ពេលធ្វើដំណើរបានមួយចម្ងាយតែងតែយកលេសចុះមកនៅពេលដែល Bengo ហិតក្លិនដែលម្ចាស់ទូចបន្សល់ទុកស្រាប់តែមានកម្លាំងចិត្តឡើងវិញភ្លាមនិយាយថាវាសប្បាយចិត្តដល់វែងឆ្ងាយបូករួមទាំងមិនបានផឹកទឹកជាច្រើនថ្ងៃចុងក្រោយ Bengo ក៏ដើរលេងរួចវាចាប់ផ្ដើមមានអារម្មណ៍ច្រឡំភ័ន្តទាំងបន្តិចម្ដងក្នុងភាពស្រពេចស្រពើហាក់ដូចជាឃើញម្ចាស់ទូចកាន់ដបទឹកបក់ដៃមករកខ្លួនប៉ុន្តែការពិតគឺសាហាវណាស់នៅលើដងផ្លូវក្រំពន្លឺថ្ងៃដកដៅហែងគ្មាននរណាម្នាក់យកទឹកមកឲ្យគេសំណាងល្អនៅពេលនោះមានអ្នកដំណើរម្នាក់ Bengo ឃើញបែបនេះក៏ត្រេកអរស្មានថាបានជួបមនុស្សល្អហើយរហូតដល់អ្នកសម្លាប់សត្វនាំគេទៅកាន់ឃ្លាំងទើបគេដឹងថាទីនេះគឺជាកន្លែងចិញ្ចឹមឆ្កែស្រុកឆ្កែតេទៀតនៅក្នុងទ្រុងសុទ្ធតែចង់ដឹងចង់ឃើញហើយដកកញ្ចក់ចេញមកមើលថាអាអ្នកស៊ុយដែលទើបតែត្រូវគេចាប់មកនេះមានរូបរាងយ៉ាងណាប៉ុន្តែ Bengo មិនខ្វល់ថាពួកគេគិតយ៉ាងណានោះទេបន្ទាប់ពីស៊ីផឹកឆ្អែតហើយគេក៏ចាប់ផ្ដើមជីករននៅក្នុងទ្រុងគេមិនចង់ខ្លាចជាឆ្កែឆោតដែលរងចាំគេសម្លាប់នៅទីនេះឡើយនៅពេលដែលគេលូនចេញពីក្នុងទ្រុងបានហើយក៏បានដោះលែងឆ្កែតេទៀតចេញមកដែរពួកគេបានរត់គេចចេញពីឃ្លាំងតាមបណ្ដោយផ្លូវរថភ្លើងនៅពេលដើរមកដល់ផ្លូវបំបែកបន្ទាប់ពីគេបានបកដៃលាពួកឆ្កែទាំងនោះហើយបានចាប់ផ្ដើមដំណើរស្វែងរកម្ចាស់ម្ដងទៀតនរណាទៅដឹងនៅពេលយប់ខណៈពេលដែលគាត់កំពុងរកចំណីនៅក្នុងធុងសម្រាប់ស្រាប់តែបានជួបបុរសពីរនាក់ដែលមានចរិតគួរឲ្យសង្ស័យម្ដងទៀត Bengo មើលភ្លាមដឹងភ្លាមថាពួកគេមិនមែនជាមនុស្សល្អទេប៉ុន្តែដើម្បីបានអ្វីញ៉ាំខ្លះគាត់នៅតែដើរតាមពួកគេឡើងលើឡានបុរសពីរនាក់នេះគឺជាក្រុមចាប់ចម្រិតដែលមានអាវុធពួកគេបានចាប់ចម្រិតគ្រួសារមួយដែលមានសមត្ថភាពនឹងចាក់ចេញពីទីនេះនៅពេលមេឃភ្លឺពួកគេស្មានថាគ្រាន់តែឲ្យចំណីបន្តិចបន្តួចអាចធ្វើឲ្យចូលបានតែនឹកស្មានគ្រាន់តែធ្វើពុតជាស្ដាប់បង្កប់តែប៉ុណ្ណោះបន្ទាប់ពីលួងឲ្យក្រុមចាប់ចម្រិតទាំងពីរនាក់នោះដេកលក់ហើយគាត់ក៏ប្រញាប់លោតចេញតាមបង្អួចរកឃើញទូរស័ព្ទសាធារណៈមួយហើយបានទេទៅប៉ូលីសប៉ុន្តែអ្នកទទួលខ្សែមិនយល់ភាសាឆ្កែតតែសោះគ្មានវិធីផ្សេង Bengo មានតែប្រើវិធីចុចលេខទូរស័ព្ទជាកូដ Morse សំណាងល្អដែលបុគ្គលិកទទួលទូរស័ព្ទម្នាក់នេះអាចយល់លេខកូដ Morse ក៏ប្រញាប់កត់ត្រាទុកភ្លាមហើយបានកំណត់ទីតាំងទូរស័ព្ទសាធារណៈនៅលើកុំព្យូទ័រមក Bengo ក៏បានរត់ត្រឡប់មកវិញហើយបានដោះលែងសមាជិកគ្រួសារទាំង4នាក់ស្មានមិនដល់ថាខណៈពេលដែលកូនស្រីតូចនេះបានធ្វើឲ្យពួកចាប់ចម្រិតញាក់ពីដេកដូច្នោះ Bengo ក៏បានស្ទុះទៅខាងភ្លាមដើម្បីផ្ដល់ពេលវេលាឲ្យក្មេងស្រីតូចរត់គេចខ្លួនប៉ុន្តែវាបែរជាត្រូវបានពួកចាប់ចម្រិតទាំងនោះចាប់ខ្លួនទៅវិញសំណាងល្អនៅពេលនោះកម្លាំងប៉ូលីសយ៉ាងច្រើនបានមកដល់ហើយបានឡោមព័ទ្ធពួកគេជុំជិតពួកចាប់ចម្រិតដែលអស់ផ្លូវតស៊ូបានធាក់ទ្វារឡានឲ្យរបើកដោយចង់យក Bengo ធ្វើជាចំណាប់ខ្មាំងដើម្បីគំរាមប៉ូលីសមានអារម្មណ៍ថាភាពឆ្លាតវៃរបស់ពួកគេត្រូវបានគេមើលងាយភ្លាមយកឆ្កែមកធ្វើជាចំណាប់ខ្មាំងនៅចំពោះមុខពួកយើងផងក៏បានបាញ់សម្រុកទៅលើពួកគេភ្លាមរហូតដល់ពួកគេលើកទង់ជ័យពណ៌សុំចុះចាញ់ទើបប៉ូលីសបញ្ឈប់ការបាញ់ប្រហារពួកចាប់ចម្រិតទាំងពីរនាក់នឹកស្មានមិនដល់តតែស្រុកចាញ់ក្រោមដៃឆ្កែមួយក្បាលចំណែកឯ Bengo វិញដោយសារតែទង្វើវីរភាពក្នុងការតស៊ូជាមួយពួកចាប់ចម្រិតតែត្រូវបានគ្រួសារនេះយកទៅចិញ្ចឹមថែមទាំងខ្លាយជាចំណុចកណ្ដាលនៃការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយដែលនៅមុខទូរទស្សន៍បានឃើញទស្សនវិជ្ជានេះមានអារម្មណ៍បារម្ភយ៉ាងខ្លាំងក្នុងចិត្តដូច្នេះហើយគាត់ក៏បានធ្វើតាមអាសយដ្ឋានរបស់ស្ថានីយ៍សម្បត្តិមួយច្បាប់ទៅឲ្យ Bengo ចំណែកខាងទៀត Bengo ក៏រស់នៅជាមួយគ្រួសារនេះយ៉ាងសុខស្រួលស្មានមិនដល់ថាថ្ងៃនោះស្រាប់តែមានមេធាវីម្នាក់មកដល់ផ្ទះហើយបានយកសម្បត្តិកប៉ាល់មួយសន្លឹកមកឲ្យគេតាមពិតទៅគឺពួកចាប់ចម្រិតទាំងពីរនាក់នោះដើម្បីសងសឹក Bengo បានអាងយ៉ាងដាច់អង្ការថា Bengo គឺជាបាក់ពួករបស់ពួកគេគឺដោយសារតែពួកគេមិនបានឲ្យ Bengo ស៊ីផ្លូវមកធ្វើឲ្យពួកគេទាំង3នាក់បែកបាក់គ្នាហើយថែមទាំងបានយកលាមកនិងស្នាមប្រញាំជើងរបស់ Bengo ដើម្បីបញ្ជាក់ថាពួកគេទាំង3នាក់នៅជាមួយគ្នាជានិច្ចទោះជាយ៉ាងណាគ្រាន់តែជាហេតុផលដែលមិនសមហេតុផលបែបនេះស្មារតីក្រុមបែរជាជឿជាក់បែបនេះសោះដោយចោទប្រកាន់ដោយផ្ទាល់ពីបទជាបាក់ពួកបានកាត់ទោស Bengo ឲ្យជាប់ពន្ធនាគាររយៈពេល3ឆ្នាំបន្ទាប់មកគាត់ត្រូវបានឆ្មាំគុកឃុំខ្លួនក្នុងបន្ទប់ឃុំឃាំងមិត្តរួមបន្ទប់នៅក្រែខាងលើបានឃើញថាអ្នកដែលចូលមកគឺជាឆ្កែស្រឡាំងកាំងនៅនឹងកន្លែងតែប៉ុន្តែសំណាងល្អដែលគាត់គឺជាអ្នកស្រឡាញ់សត្វឆ្កែមិនត្រឹមតែមិនរើសអើង Bengo ប៉ុណ្ណោះទេនៅពេលដែលឃើញជនចាប់ចម្រិតទាំងពីរនាក់នោះធ្វើបាប Bengo នៅក្នុងគុកគាត់ថែមទាំងបានចេញមុខជួយយ៉ាងសកម្មទៀតផងនៅថ្ងៃនេះសម្បត្តិដែលក្មេងប្រុសញ៉ាំមកឲ្យគាត់ត្រូវបានបញ្ជូនបន្តមកដល់ពន្ធនាគារនៅពេលដឹងថាក្មេងប្រុសបានសរសេរក្នុងសម្បត្តិថាពិតជានឹកខ្លួនខ្លាំងណាស់ Bengo មិនចង់នៅទីនេះបន្តទៀតសូម្បីតែមួយវិនាទីដូច្នេះគាត់ក៏ចាប់ផ្ដើមជីករននៅក្នុងគុកម្ដងទៀតមិត្តរួមបន្ទប់ក៏បានសហការយ៉ាងដោយយកកញ្ចក់មកធ្វើជាអ្នកសង្កេតការណ៍ឲ្យគាត់ឲ្យតែមានឆ្មាំ
គុកដើរមកគាត់នឹងប្រាប់ឲ្យ Bengo ដឹងភ្លាមនៅថ្ងៃនេះទីបំផុត Bengo បានជីក្រុនទម្លុះហើយបានរត់គេចចេញពីលូជាមួយមិត្តរួមគុកដោយសារតែក្មេងប្រុសនោះមិនបានសរសេរអាសយដ្ឋាននៅលើសំបុត្រដែលផ្ញើឲ្យរួមគុកក៏បានសិតសំបុត្រនោះចូលក្នុងខ្សែរបស់គេដើម្បីឲ្យគេហិតក្លិនតាមរកក្មេងប្រុសនោះបន្ទាប់ពី Bengo បានចាប់ដៃលីមិត្តរួមគុកដោយក្តីអាឡោះអាល័យគេក៏បានចាប់ផ្ដើមដំណើរស្វែងរកក្មេងប្រុសនោះម្ដងទៀតមិនដឹងថាគេបានដើរឆ្ងាយប៉ុណ្ណាទៀតទេថ្ងៃមួយបំផុតគេបានរកឃើញនៅលើប្រអប់សំបុត្រក្នុងទីក្រុងមួយទៀតហិតដឹងក្លិនរបស់ក្មេងប្រុសនោះធ្វើឲ្យគេរំភើបចិត្តយ៉ាងខ្លាំងហើយប្រញាប់រត់ទៅគោះទ្វារនឹកស្មានមិនដល់ថាអ្នកដែលមកបាក់ទ្វារគឺជាស្រីស្អាត sexy ម្នាក់នៅពេល Bengo ឃើញទិដ្ឋភាពនេះគេក៏ស្រឡាំងកាំងរហូតដល់សន្លប់បាត់ទៅតាមពិតទៅទីនេះគឺជាសន្តាគារមួយនៅពេលដែលក្មេងប្រុសនោះផ្ញើសំបុត្រឲ្យគេគ្រាន់តែបានស្នាក់នៅទីនេះមួយយប់ប៉ុណ្ណោះនោះហើយជាមូលហេតុដែលពួកគេមិនបានបន្សល់ទុកអាសយដ្ឋានល្អដែលម្ចាស់ហាងដ៏ sexy ម្នាក់នេះថាពួកគេបានទៅទីណាដូច្នេះហើយក៏មានចិត្តល្អទិញសំបុត្រឡានក្រុងនិងនំចំណែកហើយបានជូនគាត់ឡើងឡានក្រុងឆ្ពោះទៅកាន់ទីក្រុងមួយទៀតជិះឡានក្រុងមិនយូរប៉ុន្មាន Bengo ក៏បានមកដល់ទីក្រុងមួយទៀតហើយបានឃើញរូបរាងដ៏សំភ្នែកម្នាក់នៅទីនេះគាត់ធៀបនឹងដើរទៅរកនិងសួរសុខទុក្ខក្មេងប្រុសនោះដោយក្តីរីករាយស្រាប់តែប្រទះឃើញថាក្មេងប្រុសនោះមានចិញ្ចឹមឆ្កែថ្មីមួយទៀតបាត់ទៅហើយដងរបស់គាត់ស្រាប់តែត្រជាក់ដល់កម្រិតបំផុតភ្លាមគាត់នឹកស្មានមិនដល់តតែសោះថាក្មេងប្រុសនោះភ្លេចគាត់លឿនយ៉ាងនេះដូច្នេះហើយគាត់ក៏បានងាកក្រោយចាក់ចេញពីទីនេះដោយស្ងាត់ដោយមិនដឹងថាក្មេងប្រុសនោះពិតគ្រាន់តែជួយដើរនាំឆ្កែឲ្យលោកយាយអ្នកជិតខាងប៉ុណ្ណោះនៅពេលនេះ Bengo មិនដឹងថាត្រូវទៅទីណាទេអាចដើរលេងតាមដងផ្លូវដោយគ្មានគោលដៅបានខ្លាយជាឆ្កែនេថាដែលរស់នៅដោយការសុំទានពិតប្រាកដនៅពេលនោះស្រាប់តែគាត់ត្រូវបានចុងភើភោជនីយដ្ឋានម្នាក់មើលឃើញដោយគិតថាខ្លួនឯងកំពុងខ្វះអ្នកជួយលាងចានល្មមគាត់ក៏បាននាំ Bengo ត្រឡប់មកវិញឲ្យវានៅទីនេះធ្វើជាអ្នកលិតចានបណ្ដារកអាហារសម្រាប់ខ្លួនឯងបណ្ដាកុំថាឡើយ Bengo ធ្វើការគឺពិតជាមានការយកចិត្តទុកដាក់ខ្លាំងណាស់ចានដែលវាបានលិតរួចគឺស្អាតជាងលាងទៅទៀតគ្រាន់តែឆ្អែតពេកទ្រាំមិនចង់បានដូច្នេះរាល់ពេលធ្វើការរួចត្រូវតែចេញទៅក្រៅដើម្បីរំលាយអាហារបន្តិចថ្ងៃនេះ Bengo ធ្វើការរួចរាល់ហើយហៀបនឹងចេញទៅរំលាយអាហារលទ្ធផលគឺទើបតែដើរចេញមកក៏ស្រាប់តែត្រូវបានកងពត់ទុកឆ្កែមួយតាក់ជាប់ហើយអ្នកដែលចាប់វាគឺពិតជាចោរចាប់ចម្រិតទាំងពីរនាក់ថាចោរចាប់ចម្រិតទាំងពីរនាក់នេះបន្ទាប់ពីបានឮថា Bengo រត់ក៏បានរត់គេចចេញពីក្នុងគុកមកដែរដើម្បីសងសឹកនឹង Bengo ពួកគេមិនដឹងជាទៅរកឆ្កែមួយក្បាលមកពីណាហើយឲ្យវាហិតក្លិន Bengo ដេញតាមរហូតមកដល់ទីនេះនៅពេលដែលពួកគេរៀបនឹងនាំ Bengo ចាក់ចេញទៅសំណាងល្អទិដ្ឋភាពនេះត្រូវបានក្មេងប្រុសម្នាក់ដែលដើរកាត់នោះបានឃើញនិយាយរួចគេក៏ជិះកង់សម្ដៅទៅរកក្រុមអ្នកចាប់ចម្រិតនោះតែម្ដងពួកអ្នកចាប់ចម្រិតគេចមិនទាន់ក៏ត្រូវគេបុកដួលទៅលើដីតែម្ដងគេបានប្រតែប្រតបជាមួយពួកអ្នកចាប់ចម្រិតស្រាយក្រាប់ឲ្យ Bengo រត់ទៅឲ្យលឿនបណ្ដាប៉ុន្តែយ៉ាងណាមិញគេគ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះមិនយូរប៉ុន្មានក៏ត្រូវបានពួកអ្នកចាប់ចម្រិតចាប់ខ្លួនគេខ្លាចសម្រែករបស់ក្មេងប្រុសនោះតាក់ទាញប៉ូលីសមកក៏ប្រញាប់ញាត់គេចូលក្នុងឡានរួចដឹកចេញទៅបាត់ Bengo ដែលពួននៅក្នុងទីងឹតបានឃើញទិដ្ឋភាពនេះក៏ប្រញាប់ដេញតាមពីក្រោយភ្លាមវាបានលុបតោងនៅក្រោមបាតឡានរបស់ពួកអ្នកចាប់ចម្រិតហើយដេញតាមពួកគេរហូតដល់ឃ្លាំងមួយបន្ទាប់ពីរកឃើញកន្លែងលាក់ខ្លួនរបស់ពួកអ្នកចាប់បានប្រញាប់រត់ត្រឡប់មកវិញដើម្បីសុំជំនួយពីគ្រួសាររបស់ក្មេងប៉ុន្តែម្ដាយរបស់ក្មេងប្រុសនោះមិនដឹងតតែសោះថាគាត់ចង់មានន័យអ្វីពុករួមទាំងគាត់មិនចូលចិត្តឆ្កែផងនោះគាត់ក៏បានបិទទ្វារដាក់នៅខាងក្រៅតែម្ដងគ្មានជំរឿអ្វីក្រៅពី Bengo ត្រូវរត់ត្រឡប់ទៅឃ្លាំងវិញម្ដងទៀតរកឃើញរន្ធឆ្កែមួយហើយលូនចូលទៅរួចខាងមុខរបស់ក្មេងប្រុសនោះរត់ត្រឡប់មកវិញលើកនេះអ្នកដែលបើកទ្វារគឺជាបងប្រុសរបស់ក្មេងប្រុស Bengo បានប្រញាប់ធ្វើកាយវិការប្រាប់គាត់ថាមានការចាប់ចម្រិតប៉ុន្តែបងប្រុសនៅពេលនោះមិនបានយល់ឡើយលោកតាបានដេញ Bengo ចេញទៅក្រៅដោយឃើញថាការសុំជំនួយពីគ្រួសារមិនបានសម្រេច Bengo ក៏ត្រូវរត់ត្រឡប់ទៅឃ្លាំងវិញម្ដងទៀតដោយមានបំណងចង់ជួយសង្គ្រោះក្មេងប្រុសនោះដោយកម្លាំងតបបានកាន់កាប់ទីតាំងដែលមានព្រៀបដោយចិត្តណាធ្វើឲ្យមានសម្លេងដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់រងចាំតាក់ទាញពួកគេឲ្យមកទីនេះ Bengo លោតចុះមកភ្លាមហើយស្ទុះទៅលើពួកអ្នកចាប់ចម្រិតខំខោរបស់គេជាប់ម្លែងទោះបីជាវាខំអ្នកចាប់ចម្រិតឲ្យរបួសបានសម្រេចតែចុងក្រោយនៅតែចាញ់ព្រៀបព្រោះមានគ្នាត្រូវបានពួកអ្នកចាប់ចម្រិតចាប់ខ្លួនបានល្អដែលទិដ្ឋភាពត្រូវបានបងប្រុសដែលពួននៅក្រៅបង្អួចមើលឃើញល្មមតាមពិតទៅចាប់តាំងពីគេដេញ Bengo ចេញទៅគេតែងតែមានអារម្មណ៍ថារឿងនេះហាក់ដូចជាមិនប្រក្រតីដូច្នេះហើយក៏លួចដើរតាមមកពេលឃើញក្មេងប្រុសត្រូវបានគេចាប់ចោលគេក៏ប្រញាប់រត់ត្រឡប់ទៅវិញហើយប្រាប់ឲ្យម្ដាយដឹងប៉ូលីសទោះជាយ៉ាងណាក៏ដោយពួកអ្នកចាប់ចម្រិតបានបង្កើតក្របបែកកំណត់ម៉ោងមួយរួចទៅហើយដើម្បីសងសឹក Bengo ពួកគេមានបំណងបំទុះវានឹងក្មេងប្រុសឲ្យខ្ទេចជាមួយគ្នានរណាទៅដឹងខណៈពេលដែលពួកគេហៀបនឹងចាក់ចេញបានជ្រុះកន្ទុយបារីទៅលើដីដោយអចេតនាមិនយូរប៉ុន្មានកន្ទុយបារីក៏បានឆេះក្រដាសកាកសំណល់នៅជុំវិញហើយបង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅចាំរហូតដល់ក្រុមគ្រួសាររបស់ក្មេងប្រុសនាំប៉ូលីសមកដល់ចំពេលដែលឃើញជនបង្កទាំងពីរនាក់នេះហៀបនឹងចាក់ចេញពួកគេគិតតែពីដេញតាមចាប់ក្រុមអ្នកចាប់ចម្រិតដោយមិនបានចាប់អារម្មណ៍តតែសោះពីស្ថានភាពនៅក្នុងឃ្លាំងនៅពេលនេះភ្លើងនៅក្នុងឃ្លាំងកាន់តែឆាប់ឆេះខ្លាំងឡើង Bengo បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរហូតកាត់ខ្សែដែលចងខ្លួនឯងដាច់ជាស្ថាពរប៉ុន្តែចំណងដែលចងក្មេងប្រុសនោះគឺស្មុគស្មាញពេកមិនអាចស្រាយចេញបានតតែសោះដូច្នេះក្មេងប្រុសក៏ប្រាប់ឲ្យគេទៅទាញកណ្ដឹងអាសន្នបង្ការអគ្គិភ័យនៅក្នុងឃ្លាំងតែដើម្បីទៅទាញកណ្ដឹងអាសន្ននោះគឺត្រូវតែឆ្លងកាត់សមុទ្រភ្លើងនៅចំពោះមុខនេះឲ្យបានដោយសារតែគេមានការភ័យខ្លាចចំពោះភ្លើងតាំងពីតូចធ្វើឲ្យគេមិនហ៊ានលោតទៅតតែសោះនៅពេលឃើញក្មេងប្រុសកំពុងស្ថិតក្នុងគ្រោះថ្នាក់ដល់ជីវិតនៅខណៈពេលនេះ Bengo ទីបំផុតបានយកឈ្នះចិត្តខ្លួនឯងនៅភាពភ័យខ្លាចគេបានរត់យកល្បឿនរួចក៏លោតផ្លោះទៅខាងទៀតក្នុងពេលដែលគេទាញកណ្ដឹងអាសន្ននោះចោរចាប់ចម្រិតទាំងពីរនាក់នោះក៏ត្រូវបានប៉ូលីសចាប់ខ្លួនផងដែរមិនយូរប៉ុន្មានក្រុមពលរដ្ឋអគ្គិភ័យក៏បានមកដល់កន្លែងកើតហើយបានជួយសង្គ្រោះក្មេងប្រុសនោះទាន់ពេលវេលាគេតែងតែមិនយល់ថាហេតុអ្វីបានជា Bengo តែងតែដេកលើប្រអប់ឈើនេះហើយព្រោះរហូតដល់ក្មេងប្រុសនោះប្រាប់ពួកគេថានៅទីនេះមានគ្រាប់បែកមួយទៀតទើបពួកគេយល់ច្បាស់ក្រុមពលរដ្ឋអគ្គិភ័យបានប្រញាប់រុញប្រអប់នោះឲ្យដួលដើម្បីឲ្យ Bengo រកគ្រាប់បែកពីខាងក្នុងបន្ទាប់មកវាបានខំប្រអប់នោះរត់ចេញទៅក្រៅភ្លាមប៉ុន្តែទើបតែរត់បានបន្តិចប្រអប់នោះក៏បានផ្ទុះឡើងយ៉ាងខ្លាំងក្មេងប្រុសនោះបានឃើញទិដ្ឋភាពនេះក៏សន្លប់នៅនឹងកន្លែងដោយសារតែទទួលយកមិនបាននៅពេលដែលគេដឹងខ្លួនឡើងវិញឪពុកម្ដាយរបស់គេបានរុញគេទៅបន្ទប់អ្នកជំងឺមួយទៀតនៅទីនេះពោពេញទៅដោយមិត្តភក្តិឆ្កែរបស់ Bengo និងមនុស្សដែលមកគោរពវិញ្ញាណក្ខន្ធវាតាមពិតទៅ Bengo មិនបានស្លាប់នោះទេគ្រាន់តែត្រូវគ្រាប់បែកផ្ទុះរបួសជើងទាំងពីរប៉ុន្តែគាត់នឹងអាចចេញពីមន្ទីរពេទ្យបានឆាប់នេះហើយប្រុសនោះបានងាកមកវិញហើយសួរឪពុករបស់គេដោយពេលដែល Bengo ចេញពីមន្ទីរពេទ្យអាចយកគេមកចិញ្ចឹមបានទេប្រកាសណាស់កូនប្រុសឲ្យតែយើងយកគេទៅគ្រាវរួចរាល់ Khuê Sao Op ក្រសោបរាល់គ្រប់បែបផែននៃជីវិត